ជំរាបសួរអ្នកគ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកប្រាប់អ្នកគ្នាពីរបៀបនៃការធ្វើឲ្យអក្សរក្នុង Photoshop លូតឬក៏ឲ្យវាត្រូវជើងរបស់គ្នាខ្ញុំចូលទៅកាន់ Photoshop តោះមកខ្ញុំមានអក្សរលើកឧទាហរណ៍ឥឡូវវាដាក់ជើងឥឡូវអ្នកធ្វើតាមខ្ញុំចុចពីថា Control Alt អក្សរ K Control បូក Alt បូកអក្សរ K មកអូខេខ្ញុំលូតទម្រង់បែបនេះសម្រាប់ទម្រង់បែបនេះអ្នកគ្នាយកពាក្យថា tab ខាងក្រោមគេតើមកអ្នកគ្នាគ្រីអានពេលមកវាលើអញ្ចឹងអ្នកគ្នាយកគ្រាខាងក្រោមមកហ្នឹងឯងកន្លែងនេះទុកដែរតើមកចូលអូខេមកតមកទៀតអ្នកគ្នាចូលទៅកាន់ Window ចូលកាន់ Processing Property អូខេអ្នកគ្នាយកពាក្យខាងក្រោម F1 មកអ្នកគ្នាយកពាក្យថា Program Paragraph មកអូខេតើមកគេចុច Trace កន្លែងចំណុចនេះនេះគ្រីកន្លែងខ្ញុំច្អល់ហ្នឹងអូខេគ្រីហើយនឹងមកប៉ុណ្ណឹងវាលោតឲ្យត្រូវជាទម្រង់អក្សរដើមវិញយើងហ្នឹងអញ្ចឹង